បដិសេធមិនចូលរួមការប្រកួតកីឡាអូឡ িম্প ិកដែលរៀបចំឡើងចំថ្ងៃអាទិត្យគឺជាកីឡាករអត្តពលិកដ៏ល្បីល្បាញម្នាក់បុរសម្នាក់នោះឈ្មោះថា Eric Liddell នៅក្នុងព្រឹត្តិការណ៍អូឡ িম্প ិកឆ្នាំ1924មនុស្សគ្រប់គ្នាគិតថាកីឡាករ Eric Liddell នឹងយកឈ្នះការប្រកួតរត់ប្រណាំងចម្ងាយ100ម៉ែត្រប៉ុន្តែនៅពេលដែលគាត់ដឹងថាការប្រកួតត្រូវបានរៀបចំឡើងចំថ្ងៃអាទិត្យគាត់បានបដិសេធមិនចូលរួមការប្រកួតនោះលោក Eric Liddell ជាគ្រីស្ទបរិស័ទដែលមានជំនឿមុតមាំហើយគាត់ជឿថាការថ្វាយបង្គំនៅថ្ងៃអាទិត្យគឺជាអាទិភាពទី1ដែលគ្រីស្ទបរិស័ទត្រូវជ្រើសរើសមានមនុស្សជាច្រើនបានសាយចំអកឲ្យគាត់ថាគាត់កំពុងតែធ្វើឲ្យឱកាសដ៏អស្ចារ្យបានបាត់បង់ហើយលោកអ្នកដឹងទេថាមានរឿងដ៏អស្ចារ្យមួយគាត់បានផ្លាស់ប្ដូរទៅប្រកួតការរត់ប្រណាំងចម្ងាយ400ម៉ែត្រវិញដែលមនុស្សគ្រប់គ្នាគិតថាគាត់នឹងមិនអាចយកឈ្នះបានឡើយនៅថ្ងៃប្រកួតនោះមានមនុស្សម្នាក់បានប្រគល់កូនក្រដាសកត់ចំណាំមួយឲ្យគាត់ដោយសរសេរថាអ្នកណាដែលលើកដំកើងដល់ព្រះនោះព្រះនឹងលើកដំកើងអ្នកនោះអេរិកបានប្រកួតជាមួយនឹងកម្លាំងដែលព្រះជាម្ចាស់បានប្រទានឲ្យគាត់ហើយទីបំផុតគាត់បានយកឈ្នះមេដាយមាសដែលបង្កើតនៅកំណត់ត្រាមួយដ៏អស្ចារ្យសម្រាប់ពិភពលោកបន្ទាប់ពីបញ្ចប់ការប្រកួតកីឡាអូឡ িম্প ិកគាត់មិនបានដេញតាមកិត្តិយសភាពល្បាញល្បីទេប៉ុន្តែគាត់បានធ្វើដំណើរទៅកាន់ប្រទេសចិនដើម្បីក្លាយជាបេសកជននៅទីនោះដោយឆ្លងកាត់នូវការបម្រើដ៏លំបាកនៅក្នុងអំឡុងពេលសង្គ្រាមលោកលើកទី2គាត់ត្រូវបានគេចាប់ដាក់គុកនៅក្នុងបន្ទីឃុំឃាំងរបស់ជនជាតិជប៉ុនគឺនៅទីនោះហើយដែលគាត់បានផ្សាយដំណឹងល្អនិងលើកទឹកចិត្តដល់អ្នកដែលទន់ខ្សោយនិងបាក់ទឹកចិត្តគាត់បានរក្សាសេចក្តីសង្ឃឹមនិងក្តីអំណរជានិច្ចរហូតដល់គាត់ស្លាប់នៅទីនោះនៅក្នុងឆ្នាំ1945អ្វីដែលយើងបានរៀនពីលោកអេរិកនោះគឺថាជំនឿគឺធំជាងកិត្តិយសប្រជាប្រិយភាពភាពប្រសើរសម្រាប់ខ្លួនឯងគាត់បានជ្រើសរើសអ្វីដែលគាត់ជឿថាត្រឹមត្រូវទោះបីជាវាធ្វើឲ្យគាត់ខាតបង់ក៏ដោយគាត់បានហ្វឹកហាត់យ៉ាងលំបាកហើយបានប្រើប្រាស់អំណោយទានរបស់គាត់ដើម្បីបម្រើដល់ព្រះជាម្ចាស់និងលើកដំកើងដល់ព្រះជាម្ចាស់មិនមែនសម្រាប់សេរីល្អរបស់ខ្លួនឯងឬគ្រាន់តែភាពល្បាញល្បីនោះទេជីវិតគឺធំជាងពានរង្វាន់ជ័យជំនះដ៏អស្ចារ្យបំផុតរបស់គាត់មិនមែនជាមេដាយមាសទេប៉ុន្តែគឺជាសេចក្តីស្រឡាញ់និងការបម្រើដល់មនុស្សសូមព្រះជាម្ចាស់បានប្រទានពរ Follow for more